សួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូដែលបន្តពីវីដេអូពេលដែលឡើងដល់លើឃើញទេសភាពស្អាតហើយខៀវស្ងាត់ចឹងម្នាក់គឺបាត់ហត់អស់ហ្មងហើយពេលមកដល់ហ្នឹងគឺមកដល់រដូវដែលមានផ្ការីកអញ្ចឹងគឺរីកពេញភ្នំហ្មងហើយខ្ញុំឃើញហើយខ្ញុំខ្វះក៏ស្អាតខ្លាំងមែនតើអញ្ចឹងមកដល់កន្លែងដែលចង់ថតហើយអញ្ចឹងគឺយើងថតផ្លែតហើយមកយើងបន្តដំណើរទៅទៀតមើលទៅទេសភាពទៅដឹងហើយនិយាយទៅគឺខៀវស្ងាត់ជុំវិញខ្លួនហ្មងពេលឡើងហត់ក្នុងចិត្តនិយាយថាឈប់ឡើងហើយហត់ទៅស្បត់ទៅពេលមកដល់ឃើញអញ្ចឹងគឺខ្ញុំទៅទៀតខ្ញុំនឹងទៅទៀតនៅឆ្នាំក្រោយហើយយើងក៏ដើរទៅដល់កន្លែងដែរទៅដល់កន្លែងបោះតង់ដែរអញ្ចឹងពេលយើងមកដល់យើងមួយទឹកហើយយើងរៀបចំនៅចាំញ៉ាំបាយពេលល្ងាចជុំគ្នាហើយទេសភាពពេលដែលខ្ញុំថតនោះដូចជាម៉ោង5ជាងមេឃនៅរៀងស្រឡះស្អាតហើយនេះជាអាហារពេលល្ងាចរបស់ពួកយើងគឺមានតែមាន់ 4-5 ប៉ុណ្ណឹងឯងនៅមានសាច់គោអាំងមានអីមានស៊ុបហើយទៅមកទៅបាយឆ្អែតមកអង្គុយនិយាយគ្នាលេងជុំគ្នាសិនហើយនេះយើងក៏ដល់មកញ៉ាំបាយដែរញ៉ាំបាយជុំគ្នាមានតែមាន់ស៊ុបសាច់គោអាំងហើយពេលញ៉ាំបាយហើយគឺយើងញ៉ាំកូកាដើម្បីឲ្យក្តៅខ្លួនបន្តិចព្រោះអីពេលនៅលើភ្នំរៀងត្រជាក់អញ្ចឹងយើងញ៉ាំមួយកែវទៅដើម្បីឲ្យក្តៅខ្លួនបន្តិចឲ្យគេងស្រួលហើយមកដល់ពេលព្រឹកដល់ម៉ោងក្រោកមើលថ្ងៃរះប៉ុន្តែខ្ញុំក្រោកអត់ទាន់ថ្ងៃរះទេមូលហេតុដោយសារតែខ្ញុំដាក់ម៉ោងរហើយខ្ញុំបិទវិញខ្ញុំគេងតចឹងមិនខ្ញុំក្រោកអត់ទាន់ថ្ងៃរះមេចោះអាប់ពេកដល់ពេលចឹងថ្ងៃអត់រះទេដោយសារតែមេចោះអាប់ខ្លាំងពេកប៉ុន្តែរះបានមិនតិចដែរតែខ្ញុំទៅអត់ទាន់ទេពេលចឹងទៅគឺរះទៅបន្តិចហើយក៏បាត់ទៅដោយសារតែអាប់ច្រើនពេកហើយនៅលើភ្នំរៀងត្រជាក់ដោយសារតែមេចោះអាប់ពេកដូចដែលឃើញអញ្ចឹងដោយសារតែអាប់បាំងដល់ពេលអញ្ចឹងយើងមើលអត់ឃើញថ្ងៃរះទេហើយបន្ទាប់ពីមើលហើយយើងក៏ត្រឡប់ទៅវិញទៅមើលទេសភាពនៅជុំវិញកន្លែងគេអញ្ចឹងណាហើយទេសភាពពេលល្ងាចនិងពេលព្រឹកស្អាតដូចគ្នានិយាយទៅគឺស្អាតមែនតើមើលទៅទេសភាពទៅដឹងហើយមានផ្ការីកជុំវិញពណ៌កាឈូកហើយមានទេសភាពពណ៌ខៀវជុំវិញមានធ្លាក់អាប់តិចអញ្ចឹងគឺស្អាតខ្លាំងមែនតើហើយខ្ញុំជឿថាមានអ្នកដែលគាត់ចង់ទៅទោះបីឡើងទៅផ្លូវរៀងពិបាកឬក៏ឡើងទៅរៀងយូរម៉ោងតិចប៉ុន្តែពេលទៅដល់គឺអត់ខកបំណងទេគឺស្អាតខ្លាំងមែនតើហើយអីដែលយើងមិនដែលឃើញយើងឃើញហើយយើងមានអារម្មណ៍ថាសុវ័យចិត្តហ្មងអញ្ចឹងដល់ម៉ោងយើងខុសហុកលេងចាំកាពិតចាំមិនគេហៅថាពិតហ្មងមានមួយមានពីរលោកអន្ត្រីហើយខ្ញុំស្រឡាញ់ផ្កាចំហួយនឹងមែនតើដោះពេញភ្នំស្អាតខ្លាំងហ្មងហើយគោលបំណងដែលខ្ញុំមកនឹងគឺខ្ញុំចង់មកថតផ្កាចំហួយនឹងដោយសារតែខ្ញុំឃើញស្អាតហើយខ្ញុំឃើញគេផុសប្រហែលឆ្នាំហើយខ្ញុំចិត្តតែចង់ទៅប៉ុន្តែឥឡូវខ្ញុំបានមកហើយទោះឡើងហត់បន្តិចមែនប៉ុន្តែពេលមកដល់គឺខ្ញុំអត់គ្រប់បំណងទេដោយសារតែអីដែលខ្ញុំចង់ឃើញខ្ញុំបានឃើញហើយខ្ញុំក៏សុវ័យចិត្តនឹងខ្លួនឯងដែលខ្ញុំអាចឡើងទៅដល់ដែលចំណាយពេល6 ទៅ 7 ម៉ោងហើយក៏ជាលើកទី1ដែលខ្ញុំឡើងភ្នំដែរ អ
ចឹងនឹងជាបទពិសោធន៍ថ្មីរបស់ខ្ញុំហើយក៏ជាកន្លែងថ្មីដែលខ្ញុំចង់ឃើញខ្ញុំចង់ស្គាល់ដែរចឹងយើងនិយាយតែប៉ុណ្្នឹងបានហើយយើងដល់ម៉ោងញ៉ាំបាយញ៉ាំកាហ្វេហើយបានយើងទៅបន្តដំណើរទៅកន្លែងមួយទៀតហើយវីដេអូនេះរៀងវែងតិចដោយសារតែខ្ញុំខុសសរុបមកខ្ញុំអត់ចង់បន្តមកវីដេអូទៀតទេអញ្ចឹងវីដេអូនេះគឺខ្ញុំសរុបមកខុសបញ្ចប់មកមើលទៅទេសភាពទៅដឹងឯងស្អាតខ្លាំងមែនតើមានចុះអាប់ចុះអីអញ្ចឹងហើយមានទេសភាពខៀវស្ងាត់ជុំវិញមកហើយខ្ញុំនេះសប្បាយអរមែនតើពេលដែលឃើញនិយាយទៅគឺឲ្យតែឃើញទេសភាពស្អាតមានធម្មជាតិស្អាតជុំវិញអញ្ចឹងគឺខ្ញុំសប្បាយចិត្តហើយខ្ញុំចូលចិត្តអញ្ចឹងមែនតើប៉ុន្តែបើសួរថាទៅសមុទ្រនឹងទៅព្រៃភ្នំអញ្ចឹងខ្ញុំចង់ទៅដូចគ្នាគ្រាន់តែថាខ្ញុំចូលចិត្តទៅព្រៃភ្នំជាង10 នាទីហេអាយនោះហើយគេអូនថ្ងៃអីទៅទូរស័ព្ទភ្នែកស្អាតមែនស្អាតគេកាត់ឡើងkhôngមួយទេយើងត្រូវការទីទីតាំងកន្លែងហើយកាត់យកជា3 4ខាងវីដេអូស្ដាប់តែសលេងក្នុងវីដេអូទៅដល់ហើយយើងប្រើគេឲ្យថតគេបជាធ្វើនេះធ្វើនោះយើងជាធ្វើណាហើយទេសភាពនៅនេះគឺខ្ញុំអត់និយាយលេងទេគឺស្អាតមែនតើហើយក៏មកដល់កន្លែងដែលគេហៅថាឈ្មោះក្នុងកំពើនឹងដែររដូវកាលនេះឆ្នាំក្រោយរដូវកាលនេះឆ្នាំក្រោយអូនេះនេះណាថតនេះមួយចូលដល់ចាដើម្បីថតរូបផ្លាស់យើងបានមកដល់ហើយពេលណាយើងជួបគ្នាទៀតអញ្ចឹងដល់ម៉ោងដែលយើងត្រូវទៅវិញទៅកន្លែងបោះតង់វិញដែរទេសភាពនៅតាមផ្លូវនិយាយទៅគឺស្អាតគ្រប់កន្លែងហ្មងហើយក៏យើងត្រឡប់ទៅវិញទៅរៀបចំអីវ៉ាន់ញ៉ាំបាយដើម្បីចុះទៅក្រុងវិញវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនានិងជួបគ្នានៅវីដេអូក្រោយបាយតោះ let's go ចូលមិនក៏វិញ